เพยพุทธวจนะคือจะการផ្សាយសម្លេងនៃធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធតួជាដកពឹស្ដារឿងចន្ទៈកុមារព្រះពោធិសត្វបំពេញខន្តីបារមីកាលព្រះសាស្តាគង់លើភ្នំកេជកោតទ្រង់បានប្រារព្ធភិក្ខុទេវទត្តហើយសម្ដែងនៅធម្មទេសនានេះមានពាក្យថារាជាសេលតកម្មមកដូច្នេះជាដើមអស់លោកអ្នកសាទសពបរោះទាំងឡាយជាអ្នកស្ដាប់គប្បីស្ដាប់ឲ្យបានជ្រាបតាមសេចក្តីរឿងក្នុងគម្ពីរនោះតាំងអំពីទេវទត្តមកបួសរហូតដល់ការចូលទីវង្គតរបស់ព្រះបាទពំពិសាផងចោះក្រោយពេលបញ្ជាឲ្យព្រះបាទអាជាតាសតោធ្វើកុដស្ដេចពំពិសាបានសម្រេចហើយភិក្ខុទេវទត្តបានពោលនឹងព្រះអាជាតាសតោថាបបិទ្ធមហារាជគោលបំណងរបស់ព្រះអង្គបានសម្រេចហើយឯគោលបំណងរបស់អាត្មាវិញនៅពុំទាន់បានសម្រេចនៅឡើយទេស្ដេចអាជាតាសតោត្រាសសួរថាបបិទ្ធលោកម្ចាស់ចុះគោលបំណងរបស់លោកម្ចាស់តើដូចម្ដេចភិក្ខុទេវទត្តតបថាចុះក្រែងអាត្មាធ្វើឃាតព្រះសម្មាសម្ពុទ្ធហើយខ្លួនអាត្មានឹងបានឡើងតំណែងជាព្រះពុទ្ធនោះអីមិនអញ្ចឹងស្ដេចអាជាតាសតោថាចុះក្នុងរឿងនោះយើងត្រូវធ្វើដូចម្ដេចភិក្ខុទេវទត្តតបថាបបិទ្ធមហារាជចាំបាច់យើងត្រូវតែប្រជុំពួកខ្មាន់ធ្នូទាំងអស់ស្ដេចអាជាតាសតោយល់ព្រមថាប្របីណាស់លោកម្ចាស់អាជាតាសតោរាជក៏ប្រជុំពួកខ្មាន់ធ្នូជំនាញបាញ់ចំនួន500នាក់ឲ្យមកជួបជុំគ្នារួចរើសយក31នាក់អំពីចំនួន500នាក់នោះបញ្ជូនទៅកាន់សំណាក់របស់ភិក្ខុទេវទត្តភិក្ខុទេវទត្តហៅមេខ្មាន់ធ្នូម្នាក់មកប្រាប់ថាមនានីសមណៈគោតមកំពុងតែគង់នៅលើភ្នំកេជកោតតែងចង្ក្រមនៅលើទីសម្រាកក្នុងពេលថ្ងៃអ្នកចូលទៅទីនោះបាញ់ព្រះអង្គដោយព្រួញពឹសឲ្យខ្សែប្រជជនហើយចូលមកតាមផ្លូវនេះប្រាប់ដូច្នេះហើយភិក្ខុទេវទត្តបានឲ្យខ្មាន់ធ្នូ2នាក់ឈរនៅចាំក្នុងផ្លូវនោះហើយប្រាប់ថាបរិសម្នាក់នឹងមកតាមផ្លូវដែលពួកអ្នកឈរចាំនេះពួកអ្នកចូលផ្ដាច់ជីវិតគេហើយដើរមកតាមផ្លូវនេះហើយឲ្យបរិស4នាក់ឈរចាំផ្លូវនោះនឹងប្រាប់ថាបរិស2នាក់នឹងមកតាមផ្លូវដែលពួកអ្នកឈរចាំនេះពួកអ្នកចូលផ្ដាច់ជីវិតពួកគេហើយដើរមកតាមផ្លូវនេះហើយឲ្យមនុស្ស8នាក់ឈរចាំលើផ្លូវនោះរួចប្រាប់ថាបរិស4នាក់នឹងមកតាមផ្លូវដែលពួកអ្នកឈរចាំនេះពួកអ្នកចូលផ្ដាច់ជីវិតពួកគេហើយដើរមកតាមផ្លូវនេះហើយឲ្យមនុស្សដល់6នាក់ឈរចាំលើផ្លូវនោះដោយប្រាប់ថាបរិស8នាក់នឹងមកតាមផ្លូវដែលពួកអ្នកឈរចាំនេះពួកអ្នកចូលផ្ដាច់ជីវិតពួកគេហើយដើរមកតាមផ្លូវនេះសំណួរសួរថាចុះទេវទត្តធ្វើយ៉ាងនេះព្រោះហេតុអ្វីចម្លើយគឺដើម្បីបិទបាំងនៅអំពើអាក្រក់របស់ខ្លួនគ្រានោះមេខ្មាន់ធ្នូនោះស្ពាយដាវខាងឆ្វេងស្ពាយបំពង់ព្រួញខាងក្រោយកាន់ធ្នូធំឈ្មោះមេនដសង្កៈដើរឆ្ពោះទៅកាន់សំណាក់របស់ព្រះតថាគតដាក់ព្រួញត្រង់ខ្សែបន្លោះយឺធ្នូតម្រង់ទៅរកព្រះអង្គក្នុងគំនិតថាអញនឹងបាញ់ព្រះអង្គប៉ុន្តែខ្សែធ្នូនោះនៅជាប់គាំងមិនអាចលែងគ្រាប់ព្រួញឲ្យទៅមុខបានឡើយគាត់រកដាក់ធ្នូចុះក៏ដាក់មិនបានឈរនៅរមូលខ្លួនស្ទើរបាក់ឆ្អឹងជំនីទាំងមានទឹកមាត់ហៀកាក្លេកាខ្លាក់ហត់ខូអស់កម្លាំងមានទឹកមុខឡើងស្លេកស្លាំងខ្លួនប្រានទាំងមូលក៏ប្រែខ្វែទៅជារឹងកំព្រឹសដូចជាអាការៈត្រូវម៉ាស៊ីនគៀបគាត់ត្រូវមរណភ័យគំរាមឲ្យស្រយុតស្រយង់ចិត្តកាំងអស់ខ្លួនប្រានអស់ក្តីសង្ឃឹមគ្រានោះព្រះសាស្តាទ្រង់តប្រណេតឃើញបរោះនោះទ្រង់បញ្ចេញសូរសៀងដល់ពីរោះថាកុំខ្លាចឡើយបរោះដ៏ចម្រើនចូលអ្នកចូលមកចោះទើបមេខ្មាន់ធ្នូអាចដាក់ចុះនៅអាវុធទាំងនោះបានភ្លាមនោះគាត់ក៏បានក្រាបចុះទាព្រះបាទទាំងគូរបស់ព្រះមានព្រះភិក្ខនិងបានសូមខមាទោសថាមកពិតព្រះអង្គដ៏ចម្រើនទោសរបស់ខ្ញុំព្រះអង្គបានកន្លងទៅហើយព្រោះខ្លួនងងខ្លៅព្រោះខ្លួនវង្វេងព្រោះអកុសលគ្របសង្កត់ខ្ញុំព្រះអង្គមិនដឹងគុណទាំងឡាយរបស់ព្រះអង្គមកនេះក្នុងគោលបំណងផ្ដាច់ប្រជជនព្រះអង្គដោយតាមបញ្ជារបស់ភិក្ខុទេវទត្ត
ដែលជាមនុស្សអន្តពាលសូមទ្រង់មេត្តាអត់នៅទោសដល់ខ្ញុំព្រះអង្គផងនិយាយដូច្នេះហើយគាត់អង្គុយក្នុងទីសំគួរគ្រានោះព្រះសាស្តាសម្ដែងព្រះធម៌ប្រកាសនៅអរិយសច្ចៈ4ធ្វើឲ្យមេខ្មាន់ធ្នូនោះបានសម្រេចសោតាបតិផលរួចត្រាស់បង្គាប់ថាមនាអ្នកមានអាយុអ្នកកុំដើរតាមផ្លូវដែលទេវទត្តប្រាប់អីចូលទៅតាមផ្លូវផ្សេងវិញចុះលុះត្រាស់ដូច្នេះហើយព្រះសាស្តាយាងចុះចាកទីចង្ក្រមប្រថាប់គង់ទៀបគល់ឈើមួយគ្រានោះខ្មាន់ធ្នូពីរអ្នកផ្សេងទៀតពេលមិនឃើញនាយខ្មាន់ធ្នូមកក៏គិតថាមិនក៏យូរម្លេះក៏ដើរតាមផ្លូវបញ្ច្រាស់ទៅឃើញព្រះទូសពលបានចូលទៅរកថ្វាយបង្គំហើយអង្គុយក្នុងទីសំគួរព្រះសាស្តាសម្ដែងនៅធម៌ដល់ពួកគេប្រកាសនៅសច្ចៈទាំង4ធ្វើឲ្យពួកគេបានសម្រេចសោតាបតិផលរួចទ្រង់ត្រាស់បង្គាប់ថាមនាអ្នកមានអាយុអ្នកកុំដើរតាមផ្លូវដែលទេវទត្តប្រាប់អីចូលទៅតាមផ្លូវនេះវិញសូម្បីពួកខ្មាន់ឯទៀតក៏បានមកអង្គុយស្ដាប់ព្រះធម៌ទាំងអស់ដែលព្រះបរមសាស្តាបានសម្ដែងហើយបានសម្រេចសោតាបតិផលរួចនាំគ្នាទៅតាមផ្លូវផ្សេងដោយឧបាយដូច្នោះដែរគ្រានោះមេខ្មាន់ធ្នូដែលមកមុនគេបានចូលទៅរកភិក្ខុទេវទត្តបិទធរដីកាថាបបិទ្ធទេវទត្តដ៏ចម្រើនខ្ញុំព្រះករណាមិនអាចផ្ដាច់បង់ព្រះជន្មសម្មាសម្ពុទ្ធបានទេត្បិតព្រះអង្គព្រះមានព្រះភិក្ខនោះមានឫទ្ធិច្រើនមានអានុភាពខ្លាំងខ្មាន់ធ្នូទាំងអស់នោះគិតថាយើងបានជីវិតព្រោះអាស្រ័យព្រះសម្មាសម្ពុទ្ធដូច្នេះពួកគេនាំគ្នាបួសក្នុងសំណាក់ព្រះសាស្តាហើយបានសម្រេចព្រះអរហត្តផលគ្រប់ព្រះអង្គទៀតផងដំណឹងនេះបានលេចលឺល្បីល្បាញទៅដល់ពួកភិក្ខុទាំងឡាយផ្ដើមសន្ទនាគ្នាក្នុងសាលាធម្មសុភាថាមនាលោកដ៏មានអាយុឮដំណឹងមកថាភិក្ខុទេវទត្តបានព្យាយាមដើម្បីផ្ដាច់ជីវិតជនច្រើនអ្នកដោយសារចិត្តចងពៀចំពោះព្រះតថាគតមួយអង្គជនទាំងឡាយនោះរួចផុតពីសេចក្តីស្លាប់គ្រប់គ្នាព្រោះអាស្រ័យព្រះបរមសាស្តាគ្រានោះព្រះសាស្តាទ្រង់យាងមកត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញអ្នកទាំងឡាយប្រជុំគ្នាសន្ទនាពីរឿងអ្វីក្រោយពេលភិក្ខុទាំងឡាយក្រាបទូលរឿងនោះឲ្យទ្រង់បានជ្រាបហើយព្រះសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនទៅតែពេលនេះទេសូម្បីពីអតីតជាតិក៏ទេវទត្តបានព្យាយាមដើម្បីផ្ដាច់ជីវិតជនច្រើនអ្នកដោយសារចិត្តចងពៀចំពោះតថាគតតែម្នាក់អញ្ចឹងដែរភិក្ខុទាំងឡាយក្រាបបង្គំទូលអារាធនាឲ្យទ្រង់នាំអតីតនិទាននោះមកដំណាលដែលមានដំណើររឿងដូចតទៅនេះក្នុងអតីតកាលក្រុងពារាណសីនេះមានឈ្មោះថាបុព្វវតីស្ដេចក្នុងក្រុងបុព្វវតីនោះមានព្រះនាមថាវស្សវតីបុត្ររបស់ស្ដេចវស្សវតីនោះព្រះនាមថាឯករាជ្យបានសោយរាជ្យស្នងព្រះបិតាបុត្ររបស់ស្ដេចឯករាជ្យនោះមានព្រះនាមថាចន្ទកុមារមានឋានៈជាឧបរាជព្រាហ្មណ៍ឈ្មោះខណ្ឌហាលជាបរោហិតគាត់ជាព្រះរាជគ្រូបង្រៀនអត្ថនិងធម៌ដល់ព្រះរាជាឮថាព្រះរាជាបានចាត់ទុកគាត់ថាជាបណ្ឌិតដូច្នេះទ្រង់ក៏តែងតាំងគាត់ជាអ្នកវិនិច្ឆ័យក្តីខណ្ឌហាលព្រាហ្មណ៍នោះជាមនុស្សល្មោកតែងតែទទួលសំណូកហើយធ្វើអ្នកមិនមែនជាម្ចាស់របស់ឲ្យជាម្ចាស់របស់អ្នកដែលជាម្ចាស់របស់ឲ្យជាអ្នកមិនមែនជាម្ចាស់របស់លុះតមកក្នុងថ្ងៃមួយមានបរិសចាញ់ក្តីម្នាក់បានជេរហើយដើរចេញអំពីសាលាក្តីកប់ជួនពេលនោះជួបចន្ទកុមារដែលកំពុងយាងមកទីរាជបឋានគេក៏ស្ទុះទៅក្រាបចុះទាព្រះបាទទាំងគូរបស់ព្រះអង្គហើយយំចន្ទកុមារសួរថាណែបរិសដ៏ចម្រើនមានរឿងហេតុអ្វីទៅទើបអ្នកយំបរិសចាញ់ក្តីទូថាបបិទ្ធព្រះរាជបុត្រខណ្ឌហាលព្រាហ្មណ៍តែងកាន់ក្តីស៊ីសំណូកក្នុងសាលាក្តីគាត់ទទួលសំណូកហើយកាត់ក្តីឲ្យទូលបង្គំចាញ់ចន្ទកុមារថាកុំខ្លាចឡើយចន្ទកុមារលួងលោមគាត់ហើយបាននាំគាត់ទៅកាន់សាលាកាត់ក្តីធ្វើម្ចាស់ឲ្យជាម្ចាស់មិនមែនម្ចាស់ឲ្យជាអ្នកមិនមែនម្ចាស់ប្រកបដោយយុត្តិធម៌មហាជនបានថ្វាយសពសាធុការពរដោយសំឡេងខ្លាំង
ព្រះរាជាឮស្នូរនោះទ្រង់សួរថាសំឡេងអ្វីនឹងលុះឮដំណឹងថាចន្ទកុមារបានវិនិច្ឆ័យរឿងក្តីត្រឹមត្រូវនោះជាសពសាទុការពរអបអរសាទរចំពោះព្រះចន្ទកុមារដូច្នេះព្រះរាជាមានសេចក្តីត្រេកអរជាខ្លាំងព្រះកុមារយាងមកដល់ថ្វាយបង្គំព្រះអង្គហើយប្រថាប់គង់ក្នុងទីសមគួរព្រះរាជាត្រាស់សួរថាណែបាឮថាអ្នកបានវិនិច្ឆ័យរឿងក្តីមួយពិតមែនឬព្រះកុមារឆ្លើយថាព្រះករណាថ្លៃវិសេសពិតមែនព្រះរាជាត្រាស់ថាបើដូច្នោះពីថ្ងៃនេះតទៅអ្នកចូលធ្វើជាអ្នកកាន់ក្តីចោះត្រាស់ដូច្នេះហើយស្ដេចទ្រង់ប្រទាននៅសាលាក្តីដល់ចន្ទកុមារចាប់តាំងពីពេលនោះមកខណ្ឌដាហាលព្រាមលែងបានទទួលសំណូកដៃកំរៃក៏បានចងអាឃាតចំពោះព្រះកុមារតាំងពីគ្រានោះមកតែងរកឱកាសចាប់ទួលកំហុសរបស់ព្រះកុមាររីឯព្រះបាទឯករាជ្យអង្គនោះជាក្សត្រមានបញ្ញាខ្សោយថ្ងៃមួយក្នុងពេលរាត្រីជិតភ្លឺព្រះរាជាអង្គនោះទ្រង់សុបិនឃើញភពតាបតឹងមានខ្លោងទ្វារប្រដាប់ដោយក្បូរក្បាច់រចនាកំពែងជីវិការៈនៃកែ7ប្រការមហាវិថីខ្សាច់មាសវែងចម្ងាយ60យោជន៍ប្រាសាទវេជយន្តកម្ពស់1000យោជន៍ព្រៃនន្តវ័ននិងស្រះនន្ទាបោខរណីជាកន្លែងគួរឲ្យរីករាយព្រមទាំងមេដេដាស់ដោយពួកទេវតាស្ដេចតានហើយទ្រង់មានព្រះរាជបំណងចង់ទៅទីនោះទើបទ្រង់ព្រះចិន្តាថាថ្ងៃស្អែកក្នុងវេលាអាចារ្យខណ្ឌហាលមកអញនឹងសួរបញ្ជាក់រឿងផ្លូវទៅកាន់ទេវលោកហើយអញនឹងទៅទេវលោកតាមផ្លូវដែលខណ្ឌហាលបានប្រាប់ចំណែកខណ្ឌហាលព្រាមងូតទឹកពីព្រលឹមស្រស់ស្រូបអាហារពេលព្រឹកហើយមកកាន់ទីរាជោបឋានចូលទៅកាន់រាជនិវេសសួរសំណួរការផ្ទុំជាសុខរបស់ព្រះរាជាគ្រានោះព្រះបាទឯករាជ្យជាស្ដេចក្នុងក្រុងពភវតីជាអ្នកធ្លាប់មានប្រតិយរឹងរូសសួររកផ្លូវទៅព្រហ្មលោកចំពោះបរោហិតឈ្មោះខណ្ឌហាលជាពូជពងព្រំជាមនុស្សល្ងងវង្វេងថាមនាលព្រាមអ្នកជាមនុស្សឆ្លៀសក្នុងសុចរិតធម៌ផងអាចារ្យវិន័យផងចូលអ្នកប្រាប់ផ្លូវសួរដល់យើងតាមតំណងដែលពួកជនធ្វើបន់ទាំងឡាយចាក់ចែងលោកនេះហៅទៅកាន់សុគតិដូច្នោះផងចោះខណ្ឌហាលព្រាមគិតថាបញ្ហានេះព្រះរាជាគួរណាស់តែសួរព្រះសិបញ្ញពុទ្ធឬសាវកទាំងឡាយរបស់ព្រះសិបញ្ញពុទ្ធថាបើមិនបានអរិយបុគ្គលទាំងនោះទេគួរណាស់តែអញសួរពោធិសត្វទើបត្រឹមត្រូវប៉ុន្តែព្រះរាជាបែរជាសួរខណ្ឌហាលព្រាមជាមនុស្សល្ងងវង្វេងយ៉ាងនោះទៅវិញប្រៀបបាននឹងបរោះវង្វេងផ្លូវ7ថ្ងៃសួររកផ្លូវប៉ះចំមនុស្សវង្វេងផ្លូវ1ខែដូច្នោះដែរខណ្ឌហាលព្រាមគិតថានេះជាឱកាសល្អដើម្បីផ្ចាញ់ចាលបច្ចាមិត្តរបស់អញហើយឥឡូវនេះអញនឹងញ៉ាំងចន្ទកុមារឲ្យខ្សែជីវិតតាមគោលបំណងរបស់អញហើយក៏ក្រាបទូលព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពពួកជនធ្វើបុណ្យទាំងឡាយកាលនឹងទៅកាន់ឋានសួគ៌តែងឲ្យទានដល់ក្រៃលែងសម្រាប់បុគ្គលដែលមិនគួរសម្រាប់ទាំងឡាយហើយទៅកាន់សុគតិយ៉ាងនេះប្រសិនបើព្រះអង្គមានព្រះបំណងទៅកាន់ឋានសួគ៌សូមព្រះអង្គធ្វើយ៉ាងនោះដែលចោះក្រាបទូលគ្រានោះព្រះរាជាសួរបញ្ជាក់សេចក្តីនឹងខណ្ឌហាថាទានដល់ក្រៃលែងនោះតើដូចម្ដេចក្នុងលោកនេះបុគ្គលទាំងឡាយដូចម្ដេចដែលមិនគួរសម្លាប់ចូលអ្នកប្រាប់សេចក្តីនោះដល់យើងនឹងបូជានឹងឲ្យទានទាំងឡាយខណ្ឌហាលព្រាមរៀបរាប់បញ្យលដូចនេះទៀតថាបបិទ្ធព្រះសម្មាទិទេពព្រះអង្គគប្បីបូជាដោយព្រះរាជបុត្រទាំងឡាយផងដោយព្រះអគ្គមហេសីទាំងឡាយផងដោយអ្នកនិគមនិងពួកសេដ្ឋីទាំងឡាយផងបបិទ្ធព្រះសម្មាទិទេពព្រះអង្គគប្បីបូជាដោយគោឧសភៈនិងសេះជាអាចនីដោយសត្វ4ទាំងអស់ជាការពិតណាស់ព្រះរាជាទាំងឡាយលុះកាត់ក្បាលជនទាំងនោះដោយព្រះខ័នត្រង់យកឈាមដែលចេញពីបំពង់កចាក់ក្នុងរណ្ដៅបូជាយ៉ាញ់រួចមុខជានឹងទៅកាន់ទេវលោកទាំងរស់បបិទ្ធមហារាជការឲ្យបាយទឹកជាគ្រឿងបំបត្តិកំលៀននិងសម្រេចដល់សមណព្រាហ្មណ៍ក្មេងកំព្រាអ្នកដំណើរថ្មើរព្រៃនិងស្មោមយាចោទាំងឡាយបានឈ្មោះថាត្រឹមតែជាទានធម្មតាប៉ុណ្ណោះឯការសម្លាប់បុត្រាបុត្រីជាដើមនេះហើយយកឈាមដែលចេញពីពពង់ករបស់ពួកគេមកបូជាយ៉ាញ់នោះទើបឈ្មោះថាជាអតិទានព្រះរាជា
ត្រាសួរផ្លូវទៅកាន់ទេវលោកឯណោះទេតែខណ្ឌដាហាលព្រាមបែរជាព្យាករបញ្ហាឆ្លើយប្រាប់ទៅនរកថ្វាយស្ដេចទៅវិញតាមការពោលមកនេះខណ្ឌដាហាលព្រាមបានដាក់ច័ន្ទកុមារចូលក្នុងចំណោមមហាជនដោយគិតថាប្រសិនបើអញយកតែច័ន្ទកុមារមួយអង្គឯងជនទាំងឡាយនឹងសម្គាល់ថាអញមានចិត្តចងពៀចំពោះព្រះអង្គពុំខាននិយាយពីជនខាងក្នុងបុរីទាំងអស់ការបើបានលើនៅសម្ដីរបស់ស្ដេចនិងព្រាហ្មណ៍និយាយដូច្នេះម្នាក់កាន់តែមានការភិតភ័យនិងកិត្តព្រួយបារម្ភកើទុកទោមនិញចំបែងក្នុងចិត្តញាប់ញ័រប្រថប់ក្នុងបេះដូងស្រែកព្រមគ្នាយ៉ាងខ្លាំងសំឡេងកកងគួរឲ្យខ្លាចបានលាន់លឺឡើងរំពងក្នុងរាជវាំងបានលឺព្រះរាជអង្ការថាព្រះកុមារទាំងឡាយនិងព្រះអគ្គមហេសីទាំងឡាយត្រូវសម្លាប់រាជត្រកូលទាំងមូលហាក់ដូចជាព្រៃសាលវ័នត្រូវខ្យល់យុគន្ធរបោះបោកខណ្ឌដាហាលព្រាមបានក្រាបទូលសួរព្រះរាជាថាបបិទ្ធមហារាជចុះព្រះអង្គអាចបូជាយញ្ញឬមិនអាចស្ដេចត្រាស់ថានិយាយថៃលោកអាចារ្យយើងនឹងបូជាយញ្ញដើម្បីទៅកាន់ឋានទេវលោកខណ្ឌដាហាលព្រាមថាធម្មតាបុគ្គលអ្នកខ្លាចតែមានអធិស្រ័យខ្សោយមិនមានសមត្ថភាពដើម្បីបូជាយញ្ញបានទេសូមព្រះអង្គញ៉ាំងជនទាំងពួងឲ្យប្រជុំគ្នាក្នុងទីនេះរីឯទូលព្រះបង្គំនិងធ្វើកិច្ចការខាងរណ្ដៅយញ្ញនិយាយដូច្នេះហើយខណ្ឌដាហាលព្រាមយកពួកពលដ៏ល្មមគ្រប់គ្រាន់របស់ខ្លួនចេញអំពីក្រុងបញ្ជាឲ្យគេជីករណ្ដៅធ្វើឲ្យមានផ្ទៃរាបស្មើរួចហុំព័ទ្ធជុំវិញដោយរបងសំណួរសួរថាហេតុអ្វីបានជាគាត់ធ្វើយ៉ាងនឹងចម្លើយគឺថាព្រាហ្មណ៍បុរាណបណ្ឌិតមុននឹងធ្វើកម្មវិធីតែងធ្វើរបងព័ទ្ធព័ន្ធជុំវិញនៃរណ្ដៅយញ្ញដើម្បីជៀសវាងកុំឲ្យសមណៈព្រាហ្មណ៍ណាមួយអ្នកប្រកបដោយធម៌មករៀបរៀងបានចំណែកព្រះរាជាឲ្យគេហៅទាហានចូលមកគាល់ហើយបញ្ជាក់ថាណែអស់លោកយើងនឹងសម្លាប់បុត្រាបុត្រីនិងភរិយាទាំងឡាយរបស់យើងបូជាយញ្ញដើម្បីធ្វើជាផ្លូវចម្លងទៅកាន់ទេវលោកពូនអ្នកចូលទៅនាំពួកខ្លួនគេទាំងអស់មកនៅទីនេះភ្លាមរួចទ្រង់បញ្ជាថែមទៀតថាអ្នកទាំងឡាយចូលទៅប្រាប់រាជកុមារទាំងឡាយគឺចន្ទកុមារមួយសូរិយកុមារមួយផតសេនកុមារមួយសូរកុមារមួយវាមកោតកុមារមួយថាអ្នកទាំងឡាយចូលមកជួបជុំគ្នាដើម្បីប្រយោជន៍ដល់ការបូជាយញ្ញចន្ទកុមារនិងសូរិយកុមារពីរអង្គនេះជាបុត្ររបស់អគ្គមហេសីព្រះនាមថាកោតមិទេវីឯផតសេនកុមារសូរកុមារនិងវាមកោតកុមារជាបងប្អូនប្រុសម្ដាយទីតីទាហានទាំងឡាយនោះទៅកាន់សំណាក់របស់ចន្ទកុមារមុនគេហើយក្រាបទូលថាបបិទ្ធព្រះកុមារឮថាព្រះបិតារបស់ព្រះអង្គមានបំណងចង់សម្លាប់ព្រះអង្គហើយនឹងទៅកាន់ទេវលោកព្រះបិតាព្រះអង្គបានបញ្ជាឲ្យខ្ញុំព្រះអង្គមកនាំខ្លួនព្រះកុមារទៅចន្ទកុមារថាតើព្រះអង្គបានបញ្ជាពួកអ្នកឲ្យមកចាប់ខ្ញុំតាមពាក្យរបស់អ្នកណាទាហានក្រាបទូលថាតាមពាក្យរបស់ខណ្ឌដាហាលព្រាមព្រះកុមារចន្ទកុមារថាចុះព្រះបិតាឲ្យពួកអ្នកមកចាប់តែខ្ញុំម្នាក់ឯងឬចាប់អ្នកផ្សេងដែរទាហានក្រាបទូលថាបបិទ្ធព្រះរាជបុត្រសូម្បីបុត្រផ្សេងក៏ព្រះបិតាព្រះអង្គបង្គាប់ឲ្យចាប់ដែរឮថាទ្រង់មានព្រះបំណងបូជាយញ្ញដោយសត្វមួយមុខ4ទាំងអស់ទៀតផងចន្ទកុមារនោះគិតថាខណ្ឌដាហាលព្រាមមិនមានពំនាជាមួយនឹងជនផ្សេងទេប៉ុន្តែគេឲ្យព្រះបិតាសម្លាប់មនុស្សសាសជាច្រើនព្រោះការចងពៀចំពោះអញតែម្នាក់គត់ត្បិតថាគេលែងបានស៊ីសំណូកក្នុងសាលាក្តីដូច្នេះការរំដោះមនុស្សសាសទាំងអស់នោះជាភារៈរបស់អញកាលបើបានជួបនឹងព្រះបិតាទើបចន្ទកុមារប្រាប់ទាហានទាំងនោះថាបើអញ្ចឹងមែនចូលធ្វើតាមពាក្យរបស់ព្រះបិតាចោះទាហានទាំងឡាយនាំចន្ទកុមារទៅទុកក្នុងទីសមគួរក្នុងព្រះលានវង្សហើយទៅនាំជន3នាក់ទៀតមកទុកក្នុងទីចិត្តចន្ទកុមារស្ដេចបាច់ហើយទើបទៅរាយការណ៍ក្រាបទូលព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពពួកបុត្ររបស់ព្រះអង្គទូលព្រះបង្គំបាននាំមកឲ្យហើយព្រះរាជាឮពាក្យរបស់ពួកគេហើយទ្រង់បង្គាប់ទៀតថានៃអស់លោកឥឡូវនេះពួកអ្នកចូលទៅនាំពួកបុត្រីរបស់យើងមក
ទុកផ្ដុំគ្នាជាមួយនឹងបងប្អូនប្រុសពួកគេទាំងនោះចោះរួចត្រាស់បន្តទៀតថាអ្នកទាំងឡាយចូលប្រាប់កុមារីទាំងឡាយគឺកុមារីមានឈ្មោះឧបសេនាមួយកោលិកាមួយមុទិតាមួយនន្ទាមួយថានាងទាំងឡាយចូលមកជួបជុំគ្នាដើម្បីប្រយោជន៍ដល់ការបូជាយញ្ញទីហ៊ានទាំងឡាយនោះក្រាបទូលថាពួកទូលព្រះបង្គំនឹងធ្វើតាមព្រះរាជឱការហើយក៏នាំគ្នាទៅកាន់សំណាក់របស់ធីតាទាំងឡាយរួចនាំពួកនាងដែលកំពុងតែយំយាយខ្សឹកខ្សួលមកនៅផ្ដុំគ្នាក្នុងសំណាក់របស់បងប្អូនប្រុសបន្ទាប់មកព្រះរាជាបញ្ជាឲ្យគេយកមហេសីទាំងឡាយរបស់ព្រះអង្គមកទៀតថាអ្នកទាំងឡាយចូលប្រាប់មហេសីទាំងឡាយរបស់អញគឺនាងវិជ្ជយាមួយនាងអេរាវតីមួយនាងកេសនីមួយនាងសនន្ទាមួយដែលជាស្ត្រីបរិបូរណ៍ដោយលក្ខណៈ64ដ៏ប្រសើរថានាងទាំងឡាយចូលមកជួបជុំគ្នាដើម្បីប្រយោជន៍ដល់ការបូជាយញ្ញទាហានទាំងនោះបាននាំយកពួកនាងដែលកំពុងតែខ្សឹបខ្សួលទៅទុកនៅផ្ដុំគ្នាក្នុងសំណាក់របស់កុមារាកុមារីបន្ទាប់មកព្រះរាជាត្រាស់បញ្ជាឲ្យទៅចាប់សេដ្ឋី4នាក់មកទៀតថាអ្នកទាំងឡាយចូលប្រាប់កហបតីទាំងឡាយគឺកហបតីឈ្មោះបណ្ណមុខៈមួយផាតិយៈមួយសង្កេលៈមួយវត្ថៈមួយថាអ្នកទាំងឡាយចូលមកជួបជុំគ្នាដើម្បីប្រយោជន៍ដល់ការបូជាយញ្ញរាជបរិសទាំងឡាយក៏បានទៅនាំសេដ្ឋីទាំងនោះមកតាមព្រះរាជបញ្ជាក្នុងការដែលស្ដេចចាប់កូនប្រពន្ធដើម្បីបូជាយញ្ញមនុស្សទូទាំងនគរស្ងាត់ឈឹងគ្មាននរណាម្នាក់ហ៊ានហើបមាត់រិះគន់អ្វីមួយម៉ាត់សោះប៉ុន្តែត្រកូលសេដ្ឋីគឺសម្ព័ន្ធដ៏សំខាន់មួយក្នុងប្រទេសជាតិដូច្នោះហើយការដែលសេដ្ឋីនោះត្រូវបានចាប់ខ្លួននគរទាំងមូលមានការជ្រួលច្របល់រជុលរញ៉េរញ៉ៃរំជើបរំជួជ្រួលជ្រើមផ្អើលភ្លូផ្លឹកច្រារអើលប្រពើតប្រប្រាំងរត់ស្ទុះឈូឆោចំរោមពួកសេដ្ឋីដើរទៅកាន់ព្រះបរមរាជវាំងជាមួយនឹងញាតិសន្តានព្រៀងលៀនរបស់ពួកគេគ្រានោះសេដ្ឋីទាំងឡាយដែលមានកូននិងប្រពន្ធនិងពួកញាតិបានចំរោមជួបជុំគ្នាដេកដាស់ក្នុងទីនោះពួកគេបានថ្វាយបង្គំព្រះរាជាអង្គវរសូមនៅជីវិតរៀងខ្លួនថាបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គធ្វើពួកទូលបង្គំឲ្យមានភក់លើក្បាលដាក់ឲ្យធ្វើជាខ្ញុំបម្រើរបស់ព្រះអង្គពួកទូលបង្គំនឹងធ្វើកិច្ចទាំងអស់នោះដើម្បីបម្រើថ្វាយព្រះអង្គពុំនោះសោតកាលបើព្រះអង្គមិនជឿពួកទូលបង្គំទេសូមព្រះអង្គញ៉ាំងទាហានទាំងអស់ឲ្យប្រជុំគ្នាប្រកាសពួកទូលព្រះបង្គំជាខ្ញុំជាទាស័ក្តិក្នុងទ្រព្យសម្បត្តិពាក់កណ្ដាលពួកទូលបង្គំព្រមទទួលនៅភាពជាទាស័ក្តិរបស់ព្រះអង្គបើទោះណាជាពួកគេអង្វរយ៉ាងនេះក៏ដោយក៏គ្មាននរណាមួយបានអនុញ្ញាតឲ្យដោះលែងទៅវិញដែរពួកទាហានចាប់មនុស្សទាញមនុស្សផ្សេងឲ្យថយចេញហើយចាប់សេដ្ឋីទាំងនោះយកទៅឲ្យអង្គុយផ្ដុំគ្នាក្នុងសំណាក់របស់ព្រះកុមារបន្ទាប់មកព្រះរាជាចេញបញ្ជាឲ្យទៅចាប់ដំរីជាដើមយ៉ាងនេះថាអ្នកទាំងឡាយចូលនាំមកនៅដំរីរបស់យើងឈ្មោះអភយង្គរៈមួយណាឡាគិរីមួយអជុកតៈមួយវរណៈតន្តៈមួយដំរីទាំងឡាយនោះនឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយញ្ញឲ្យយ៉ាងឆាប់អ្នកទាំងឡាយចូលនាំមកនៅសេះកែមនីរបស់យើងគឺសេះឈ្មោះកេសីមួយសូរាមុខៈមួយបណ្ណកៈមួយវិណតកៈមួយសេះទាំងឡាយនោះជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយញ្ញយ៉ាងឆាប់អ្នកទាំងឡាយចូលនាំនៅគោអូសភៈទាំងនោះរបស់យើងគឺគោអូសភៈឈ្មោះយូតបតិមួយអណោចៈមួយនិសភៈមួយកេវំបតិមួយមកឲ្យយើងជនទាំងឡាយចូលធ្វើកិច្ចទាំងពួងក្នុងទីចំពោះមុខយើងនិងបូជានិងឲ្យទានទាំងឡាយអ្នកទាំងឡាយចូលតាក់តែងគ្រឿងបូជាគ្រប់មុខកាលបើព្រះអាទិត្យរះឡើងហើយយើងនឹងបូជាអ្នកទាំងឡាយចូលប្រាប់ពួកកុមារមានចន្ទៈកុមារជាដើមថាកុមារទាំងឡាយចូលរីករាយអស់មួយយប់នេះចោះអ្នកទាំងឡាយចូលតម្កល់ទុកនៅគ្រឿងចាញ់គ្រប់មុខកាលបើព្រះអាទិត្យរះឡើងអញនឹងបូជាអ្នកទាំងឡាយចូលប្រាប់កុមារទាំងឡាយក្នុងកាលឥឡូវនេះថារាត្រីថ្ងៃនេះឯងជារាត្រីចុងក្រោយបំផុតព្រះមេដាបិតារបស់ព្រះរាជាគង់នៅមានប្រជញ្ញនៅឡើយគ្រានោះអាមាត្យទាំងឡាយរបស់ចន្ទៈកុមារទៅរាយការណ៍ដល់ព្រះរាជមេដាថា
បបិទ្ធព្រះមេម្ចាស់បុត្ររបស់ព្រះនាងទ្រង់មានព្រះបំណងសម្លាប់បុត្រមហេសីដើម្បីបូជាយញ្ញព្រះរាជមេដានៃព្រះបាទឯករាជ្យទ្រង់ព្រះកន្សែងសោយសោករួចស្ដេចយាងមកអំពីវិមានទ្រង់មានព្រះសុវណ្ណីសួរនៅសេចក្តីនោះនឹងព្រះរាជាថាណែបុត្រឮថាបុត្រឯងនឹងបូជាយញ្ញដោយព្រះរាជបុត្រទាំង4អង្គមែនឬស្ដេចឯករាជ្យឆ្លើយថាកាលបើខ្ញុំសម្លាប់ចន្ទកុមារបូជាហើយបុត្រទាំងអស់របស់ខ្ញុំក៏ខ្ញុំលះបង់ដើម្បីបូជាយញ្ញដែរលុះខ្ញុំបូជាដោយបុត្រទាំងឡាយហើយខ្ញុំនឹងទៅកាន់សុគតិសួគ៌គ្រានោះព្រះរាជាបានបញ្យល់បុត្រថាមនាលបុត្រអ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍នោះថាសុគតិបានដោយការបូជាបុត្រឲ្យសោះផ្លូវនឹងជាផ្លូវទៅកាន់នរកមិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេមនាលបុត្រកោដញ្ញកូតចូលអ្នកឲ្យទានទាំងឡាយកុំបៀតបៀនសពសត្វដែលកើតហើយនឹងសត្វត្រូវកើតឡើយនោះទើបជាផ្លូវនៃសុគតិសួគ៌យ៉ាងពិតប្រាកដផ្លូវសុគតិមិនមែនបានមកពីការបូជាបុត្រទេស្ដេចឯករាជ្យត្រាស់ទូលតបថាខ្ញុំនឹងសម្លាប់ចន្ទកុមារផងសូរិយកុមារផងតាមពាក្យខណ្ឌហាលអាចារ្យប្រាប់ការបូជាបុត្រទាំងឡាយដែលគេលះបង់បានដោយកម្រនឹងបានទៅកាន់សុគតិសួគ៌គ្រានោះព្រះរាជមេដារបស់ស្ដេចឯករាជ្យការមិនអាចញ៉ាំងបុត្រឲ្យធ្វើតាមសម្ដីរបស់ខ្លួនបានព្រះនាងក៏ជាចេញទៅចំណែកព្រះវស្សវតីជាព្រះរាជបិតាបានមកត្រាស់សួរនៅហេតុនោះចំពោះព្រះបាទឯករាជ្យជាបុត្រកើតអំពីព្រះឱរានោះថាណែបុត្រឮថាអ្នកនឹងបូជាយញ្ញដោយបុត្រទាំង4មែនឬស្ដេចឯករាជ្យតបថាការបើខ្ញុំសម្លាប់ចន្ទកុមារបូជាហើយបុត្រទាំងអស់របស់ខ្ញុំក៏ខ្ញុំលះបង់ដើម្បីបូជាយញ្ញដែរលុះបូជាដោយបុត្រទាំងឡាយហើយខ្ញុំនឹងទៅកាន់សុគតិសួគ៌គ្រានោះព្រះរាជបិតាបញ្យល់បុត្រថាមនាលបុត្រអ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍នោះថាសុគតិបានដោយការបូជាបុត្រឡើយផ្លូវនឹងជាផ្លូវទៅកាន់នរកមិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេមនាលបុត្រកោដញ្ញកូតអ្នកចូលឲ្យទានទាំងឡាយកុំបៀតបៀនសពសត្វដែលកើតហើយនិងសត្វដែលត្រូវកើតឡើយនោះទើបជាផ្លូវនៃសុគតិសួគ៌យ៉ាងពិតប្រាកដផ្លូវសុគតិមិនមែនបានដោយការបូជាបុត្រទេឯស្ដេចឯករាជ្យត្រាស់តបថាខ្ញុំនឹងសម្លាប់ចន្ទកុមារផងសូរិយកុមារផងតាមពាក្យខណ្ឌហាលអាចារ្យប្រាប់ការបូជាបុត្រទាំងឡាយដែលគេលះបង់បានដោយកម្រនឹងបានទៅកាន់សុគតិសួគ៌គ្រានោះព្រះរាជបិតាមានព្រះបន្ទូលថាមនាលបុត្រកោដញ្ញកូតចូលអ្នកឲ្យទានទាំងឡាយកុំបៀតបៀនសពសត្វដែលកើតហើយនិងសត្វដែលនឹងត្រូវកើតឡើយអ្នកចូលជាមនុស្សដែលបុត្រទាំងឡាយចោមរោមហើយរក្សាដែននិងជនបទចោះសំបីព្រះរាជបិតានោះក៏មិនអាចញ៉ាំងបុត្រឲ្យជឿសម្ដីរបស់ខ្លួនបានដែរគ្រានោះចន្ទកុមារគិតថាទុក្ខរបស់ជនប៉ុណ្ណេះនេះកើតឡើងដោយអាស្រ័យអញតែម្នាក់គត់អញនឹងអង្វរព្រះរាជបិតារបស់អញដើម្បីរំដោះជនមានប្រមាណប៉ុណ្ណេះឲ្យរួចចាកមរណទុក្ខបន្ទាប់មកចន្ទកុមារក៏បានពលចរចាជាមួយនឹងព្រះបិតាថាបបិទ្ធព្រះសុមាទិទេពព្រះអង្គកុំសម្គាល់ពួកទូលបង្គំឡើយសូមព្រះអង្គព្រះរាជទានទូលបង្គំទាំងឡាយឲ្យជាទាស័ក្តិនៃខណ្ឌហាលព្រាហ្មណ៍នោះចោះចំណែកទូលបង្គំទាំងឡាយសូមជាអ្នកជាប់ចំណងហើយខ្វៀលដំរីនឹងសេះចោលអាចដំរីនិងចោលអាចសេះបបិទ្ធព្រះសុមាទិទេពសូមព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយសូមព្រះអង្គព្រះរាជទានទូលបង្គំទាំងឡាយឲ្យជាទាស័ក្តិនៃខណ្ឌហាលព្រាហ្មណ៍ចោះពុំនោះសោតសូមព្រះអង្គបំបង់ទូលបង្គំទាំងឡាយចេញចាកដែនក៏ទូលបង្គំទាំងឡាយយល់ព្រមដែរក្រាបទូលព្រះរាជាទ្រង់ព្រះសណ្ដាប់នៅការពីលៀបមានប្រការផ្សេងរបស់ចន្ទកុមារនោះហើយទ្រង់ស្ទើរតែបែកព្រះហឫទ័យទ្រង់ព្រះកន្សែងដោយមានព្រះនេត្រាពេញដោយទឹកអាសូរហើយមានព្រះរាជអង្គការថានរណាមួយសម្លាប់បុត្រយើងមិនបានឡើយយើងមិនត្រូវការទេវលោកទេរួចទ្រង់ត្រាស់ឲ្យដោះលែងជនទាំងអស់នោះថាអ្នកទាំងឡាយធ្វើឲ្យយើងលំបាកខ្លាំងណាស់អ្នកទាំងឡាយយំស្រែកព្រោះតែចង់បានជីវិតឥឡូវនេះចូលអ្នកទាំងឡាយ
លែងកុមារទាំងឡាយទៅការបូជាយញ្ញដោយបុត្ររបស់យើងល្មមលើកលែងត្រឹមប៉ុណ្ណេះចុះរាជបរោះទាំងឡាយគ្រាន់តែលឺព្រះរាជអង្ការនេះភ្លាមក៏បាននាំគ្នាដោះលែងពួកសាទទាំងអស់មានព្រះរាជបុត្រជាដើមរហូតដល់បាក់សីជាទីបំផុតចំណែកខណ្ឌហាលព្រាហ្មណ៍កំពុងតែចាត់ចែងក្នុងការធ្វើនៅរណ្ដៅបូជាយញ្ញនោះគ្រានោះបរោះម្នាក់បានប្រាប់គាត់ថាណែខណ្ឌហាលព្រាហ្មណ៍ចង្រៃស្ដេចបានដោះលែងបុត្រអស់ហើយអ្នកឯងចូលសម្លាប់កូនរបស់ខ្លួនហើយបូជាយញ្ញដោយឈាមបំពង់ករបស់ពួកគេចោះខណ្ឌហាលព្រាហ្មណ៍ថាម្ដេចក៏ស្ដេចធ្វើអញ្ចឹងគូបើដែរគាត់ក្តៅឆេវដោយភ្លើងឆេះកាប់ក៏បិទរណ្ដៅរួយក្រោកឡើងស្ទុះយ៉ាងលឿនទៅក្រាបទូលស្ដេចថាទូលព្រះបង្គំក្រាបទូលព្រះអង្គតាំងពីដើមមកថាការបូជាយញ្ញនោះជាអំពើធ្វើបានដោយកម្រផងមិនងាយនឹងធ្វើឲ្យកើតឡើងបានផងកាលបើគ្រឿងយញ្ញដែលទូលព្រះបង្គំប្រុងប្រៀបស្រេចហើយហេតុអ្វីក៏ព្រះអង្គឲ្យខកខានទៅវិញជនទាំងឡាយណាបូជាយញ្ញខ្លួនឯងឲ្យគេបូជាយញ្ញក្តីឬគ្រាន់តែអនុមោទនាមហាយញ្ញដែលអ្នកផងកំពុងបូជាប្រកបដូច្នេះក្តីជនទាំងឡាយទាំងអស់នោះរមែងតែកាន់សុគតិព្រះរាជាអន្តពាលអង្គនោះបានជឿសម្ដីរបស់ព្រាហ្មណ៍អ្នកលុះក្នុងអំណាចក្រោធសម្គាល់ថាត្រឹមត្រូវទើបក៏ប្រើគេឲ្យចាប់បុត្រទាំងឡាយម្ដងទៀតគ្រានោះចន្ទកុមាររំលឹកព្រះបិតាថាចោព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយអំពីសួស្ដីរបស់ទូលបង្គំពីមុនមកដើម្បីអ្វីបបិទ្ធព្រះសម្មាទិទេពកាលបើដូច្នេះព្រះអង្គឲ្យគេសម្លាប់ពួកទូលបង្គំដើម្បីប្រយោជន៍ដល់យញ្ញដោយឥតហេតុចុះពីដើមការដែលទូលបង្គំទាំងឡាយនៅក្មេងហេតុដូចម្ដេចក៏ព្រះអង្គមិនសម្លាប់ឬមិនឲ្យគេសម្លាប់ចោលទៅបបិទ្ធព្រះបិតាឥឡូវនេះទូលបង្គំទាំងឡាយធំពេញកំឡោះអស់ហើយជាអ្នកឥតប្រទោសនឹងនរណាមួយឡើយក៏ស្រាប់តែព្រះអង្គឲ្យគេសម្លាប់បបិទ្ធមហារាជសូមព្រះអង្គទតមើលទូលបង្គំទាំងឡាយដែលពាក់គ្រឿងក្រោះជិះដំរីជិះសេះចម្បាំងនិងកាលកំពុងចម្បាំងមនុស្សទាំងឡាយដោយទូលបង្គំនេះមិនមែនជាមនុស្សសម្រាប់បូជាយញ្ញទេជនទាំងឡាយតែបញ្ជូនពួកមនុស្សដោយទូលបង្គំទៅក្នុងបច្ចន្តគ្រាមដែលបះបោរឡើងហើយឬក្នុងដងព្រៃបបិទ្ធព្រះបិតាកាលបើដូច្នេះទូលបង្គំទាំងឡាយមិនត្រូវព្រះអង្គឲ្យគេសម្លាប់ក្នុងទីមិនមែនជាឱកាសដោយឥតហេតុទេមេសត្វស្លាបទាំងឡាយណានីមួយធ្វើសម្បុកដោយស្មៅទាំងឡាយហើយនៅកូនទាំងឡាយក៏បានជាទីស្រឡាញ់របស់មេសត្វស្លាបទាំងនោះបបិទ្ធព្រះសម្មាទិទេពកាលបើដូច្នេះព្រះអង្គនៅតែឲ្យគេសម្លាប់ទូលបង្គំទាំងឡាយពិតមែនឬសូមព្រះអង្គកុំជឿពាក្យខណ្ឌហាលព្រាហ្មណ៍នោះថាខណ្ឌហាលព្រាហ្មណ៍មិនគប្បីសម្លាប់យើងដូច្នេះឡើយបបិទ្ធព្រះសម្មាទិទេពខណ្ឌហាលព្រាហ្មណ៍នោះសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយហើយនិងសម្លាប់ព្រះអង្គក្នុងការជាខាងក្រោយបបិទ្ធមហារាជព្រះរាជាទាំងឡាយតែងព្រះរាជទានស្រុកដ៏ប្រសើរផងនិគមដ៏ប្រសើរផងភោគៈផងដល់ព្រាហ្មណ៍នោះកាលបើដូច្នេះពួកព្រាហ្មណ៍ទាំងនោះជាអ្នកបរិភោគរាល់ដុំបាយដ៏ថ្មងថ្មីតែងបានបរិភោគរាល់ត្រកូលបបិទ្ធមហារាជព្រាហ្មណ៍នោះប្រាថ្នាដើម្បីប្រទូសចំពោះជនអ្នកឲ្យទាំងនោះដូចជាព្រះអង្គជាដើមបបិទ្ធព្រះសម្មាទិទេពពួកព្រាហ្មណ៍ទាំងនោះជាមនុស្សអកតញ្ញូដ៏ក្នៃលែងបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយសូមព្រះអង្គព្រះរាជទានទូលបង្គំទាំងឡាយឲ្យជាទាស័កនៃខណ្ឌហាលព្រាហ្មណ៍ចុះទូលបង្គំទាំងឡាយសូមជាប់ជាចំណងហើយនឹងខ្វៀលដំរីនឹងសេះចាក់អាចដំរីនឹងអាចសេះបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយព្រះអង្គសពព្រះរាជហឫទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណាសូមព្រះរាជទាននៅទូលបង្គំទាំងឡាយឲ្យជាទាស័កនៃខណ្ឌហាលព្រាហ្មណ៍នោះវិញចុះពុំនោះសោតបើព្រះអង្គបំបោះបង់ទូលបង្គំទាំងឡាយចេញចាកដែនក៏ព្រមដែរព្រះរាជាទ្រង់ព្រះសណ្ដាប់នៅពីលៀបរបស់ចន្ទកុមារហើយត្រាស់ដោះលែងម្ដងទៀតដោយពាក្យនេះថាអ្នកទាំងឡាយធ្វើឲ្យយើងលំបាកខ្លាំងណាស់អ្នកទាំងឡាយយំស្រែកព្រោះតែចង់បានជីវិតឥឡូវនេះអ្នកទាំងឡាយចូលលែងកុមារទាំងឡាយទៅការបូជាយញ្ញដោយបុត្ររបស់យើងល្មមលើកលែងចោះខណ្ឌហាលព្រាហ្មណ៍
ក៏បញ្ឆេះស្ដេចឲ្យចាំម្ដងទៀតដោយពោលយ៉ាងនេះថាទូលព្រះបង្គំក្រាបទូលព្រះអង្គតាំងពីដើមមកថាការបូជាយ៉ាញ់នោះជាអំពើធ្វើបានដោយកម្រក្រែងពេកមិនងាយនឹងធ្វើឲ្យកើតឡើងបានផងកាលបើគ្រឿងយ៉ាញ់ដែលទូលព្រះបង្គំប្រុងប្រៀបស្រេចហើយហេតុអ្វីក៏ព្រះអង្គឲ្យខកខានទៅវិញជនទាំងឡាយណាបូជាយ៉ាញ់ខ្លួនឯងក្តីឲ្យគេបូជាយ៉ាញ់ក្តីឬគ្រាន់តែអនុមោទនាមហាយ៉ាញ់ដែលអ្នកផងកំពុងបូជាប្រកបដូចនេះក្តីជនទាំងឡាយទាំងអស់នោះរមែងតែកាន់សុគតិគ្រានោះចន្ទកុមារនិយាយប្រចោប្រចែងព្រាមថាបើប្រកបជាបុគ្គលទាំងឡាយបូជាយ៉ាញ់ដល់ហេតុទាំងឡាយហើយជយត់ចាកមនុស្សលោកនេះរមែងតែកាន់ទេវលោកបបិទ្ធមហារាជចូលព្រាមបូជាមុនចោះសូមព្រះអង្គបូជាខាងក្រោយឮថាបើប្រកបជាបុគ្គលទាំងឡាយបូជាយ៉ាញ់ដោយបុត្រទាំងឡាយហើយជយត់ចាកមនុស្សលោកនេះរមែងតែកាន់ទេវលោកចូលខណ្ឌហាលព្រាមខ្លួនឯងបូជាដោយកូនទាំងឡាយរបស់ខ្លួនឯងចោះបើខណ្ឌហាលព្រាមដឹងយ៉ាងនេះហើយហេតុអ្វីក៏មិនសម្លាប់កូនតូចទាំងឡាយផងមិនសម្លាប់ជនជាញាតិទាំងអស់ផងមិនសម្លាប់ខ្លួនឯងផងទៅបើតាមសច្ចធម៌ជនទាំងឡាយណាបូជាយ៉ាញ់ដោយខ្លួនឯងក្តីឲ្យគេបូជាយ៉ាញ់ក្តីឬគ្រាន់តែអនុមោទនាមហាយ៉ាញ់ប្រកបដូចនេះក្តីជនទាំងអស់នោះរមែងតែការនរកទោះបីជាពោលពាក្យបែបនេះហើយក៏ចន្ទកុមារនៅតែមិនអាចញ៉ាំងព្រះបិតាឲ្យជឿតាមសម្ដីរបស់ខ្លួនបានដដែលរួចបានពោលប្រារព្ធទៅនឹងបរិស័ទដែលឈរជុំវិញស្ដេចនោះជាបន្តថាម្ដេចក៏ពួកម្ចាស់ផ្ទះនិងស្រីមេផ្ទះទាំងឡាយដែលជាអ្នកចង់បានកូនក្នុងក្រុងមិនទូទាស់ព្រះរាជាថាសូមទ្រង់កុំសម្លាប់បុត្រដែលកើតអំពីទ្រង់ឡើយម្ដេចក៏ពួកម្ចាស់ផ្ទះនិងស្រីមេផ្ទះទាំងឡាយដែលជាអ្នកចង់បានកូនក្នុងក្រុងមិនទូលទាស់ព្រះរាជាថាសូមទ្រង់កុំសម្លាប់បុត្រដែលកើតអំពីខ្លួនឡើយខ្ញុំជាអ្នកប្រាថ្នាប្រយោជន៍ចំពោះព្រះរាជាប្រយោជន៍ចំពោះអ្នកជនបទទាំងអស់ឥតមាននរណាមួយថ្នាំងថ្នាក់ចិត្តនឹងខ្ញុំឡើយហេតុអ្វីក៏អ្នកជនបទមិនក្រាបទូលឲ្យទ្រង់ជ្រាបកាលបើចានតែកុមារពោលយ៉ាងនេះគ្មាននរណាមួយហ៊ានហៅមាត់ស្ដីថាអ្វីមួយម៉ាត់ឡើយគ្រានោះចានតែកុមារប្រើភរិយាទាំងឡាយរបស់ខ្លួនឲ្យអង្វរព្រះរាជាថាមនានាងខរណីស្រីមេផ្ទះទាំងឡាយចូលនាងទាំងឡាយទៅអង្វរព្រះរាជបិតាផងខណ្ឌហាព្រាមផងថាសូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយដូចជាសីហៈជាអ្នកមិនប្រទុកមនានាងខរណីទាំងឡាយចូលពួកនាងទៅនិយាយអង្វរព្រះបិតាផងខណ្ឌហាលព្រាមផងថាសូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយជាទីអាល័យរបស់សត្វលោកទាំងអស់ឡើយទោះបីស្ត្រីទាំងឡាយនោះក្រាបទូលសូមអង្វរយ៉ាងណាក៏ដោយក៏ព្រះរាជាមិនយកប្រតិទុកដាក់អើពើមិនក្រឡេកមើលដែរគ្រានោះកុមារឥតទីពឹងទូលពីលៀបថាបើអញកើតក្នុងត្រកូលអ្នកធ្វើរដ្ឋឬអ្នកចៅសម្រាមឬកើតក្នុងត្រកូលវេសៈម្លេះសំព្រះរាជានឹងមិនសម្លាប់អញដើម្បីយ៉ាញ់ឡើយក្នុងថ្ងៃនេះនិយាយដូច្នេះហើយចន្ទកុមារប្រើភរិយាទាំងឡាយនោះឲ្យទៅម្ដងទៀតថាមនាលពួកស្រីអ្នកមានកំណត់ទាំងឡាយចូលនាងទាំងអស់ទៅក្រាបចិត្តជើងនៃខណ្ឌហាលព្រាមហើយប្រាប់ថាខ្ញុំមិនឃើញកំហុសសោះមនាលពួកស្រីជាមេផ្ទះទាំងអស់គ្នាចូលនាងទាំងឡាយទៅក្រាបចិត្តនៃជើងខណ្ឌហាលព្រាមហើយនិយាយថាបបិទ្ធលោកខណ្ឌហាលព្រាមដ៏ចម្រើនយើងទាំងឡាយបានប្រទូសអ្វីដល់លោកលំដាប់នោះកណិដ្ឋភិក្ខនីរបស់ចន្ទកុមារឈ្មោះសីលកុមារីបានឃើញព្រះភាតាទាំងឡាយដែលគេនាំខ្លួនទៅដល់គួរឲ្យអាណិតមិនអាចទប់សេចក្តីសោកបានក៏ក្រាបទាព្រះបានមូលរបស់ព្រះបិតាទ្រង់ព្រះកន្សែងខ្សឹកសួរថាលើថាព្រះរាជបិតាអញព្រោះតែប្រាថ្នាឋានសួគ៌ទ្រង់បានយកបុត្រនិងមហេសីទាំងឡាយទៅបូជាយ៉ាញ់សូម្បីសម្ដីរបស់សីលកុមារីក៏ព្រះរាជាទ្រង់ពុំជឿស្ដាប់ដែរគ្រានោះបុត្រនៃចន្ទកុមារប្រនាមថាវៈសុលៈឃើញព្រះបិតាមានទុក្ខក៏គិតថាអញនឹងអង្វរព្រះអាយកោសូមឲ្យទ្រង់ប្រទាននៅជីវិតដល់បិតាអញក៏ទ្រង់បំរាស់នានាលក្នុងទីចំពោះព្រះភ័ក្ត្រព្រះរាជាទ្រង់ព្រះកន្សែងខ្សឹបសួល
អង្គវរទាប្របាទមូលរបស់ព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គកុំសម្លាប់បិតារបស់ទូលបង្គំឡើយព្រោះទូលបង្គំនៅក្មេងពុំទាន់ធំដឹងក្តីនៅឡើយទេព្រះរាជាលើសេចក្តីខ្សឹកខ្សួលរបស់ចៅទ្រង់ស្ទើរតែបែកហឫទ័យទ្រង់ក៏បានអោបព្រះកុមារទាំងទឹកនេត្រាហូរស្រស់ចុះមកហើយត្រាស់ថាណែចៅឯងចូលដកដង្ហើមឲ្យស្រួលចុះយើងមកតែលែងបិតាឯងទេរួចទ្រង់ត្រាស់បន្តទៀតថាមនាលវៈសលោកុមារនោះបិតារបស់ឯងចូលឯងស្ងប់រងាប់ជាមួយនឹងបិតាឯងចុះឯងយំស្រែកក្នុងព្រះរាជវាំងឈ្មោះថាញ៉ាំងទុកយ៉ាងខ្លាំងឲ្យកើតឡើងដល់ឯយកោអ្នកទាំងឡាយចូលលេងពួកកុមារក្នុងការឥឡូវនេះចុះការបូជាយញ្ញដោយបុត្ររបស់យើងលើកលែងចុះខណ្ឌដាហាលព្រាមមកម្ដងទៀតហើយពោលថាទូលព្រះបង្គំក្រាបទូលព្រះអង្គតាំងពីដើមមកថាការបូជាយញ្ញនោះជាអំពើធ្វើបានដោយកម្រផងមិនងាយនឹងធ្វើឲ្យកើតឡើងបានផងកាលបើគ្រឿងយញ្ញដែលទូលព្រះបង្គំប្រុងប្រៀបជាស្រេចហើយហេតុអ្វីក៏ព្រះអង្គឲ្យខកខានយ៉ាងនេះទៅវិញជនទាំងឡាយណាបូជាយញ្ញខ្លួនឯងក្តីឲ្យគេបូជាយញ្ញក្តីឬគ្រាន់តែអនុមោទនាមហាយញ្ញដែលអ្នកផងកំពុងបូជាប្រកបដូច្នេះក្តីជនទាំងឡាយទាំងអស់នោះរមែងទៅកាន់សុគតិភពចំណែកព្រះរាជាហេតុតែទ្រង់ជាមនុស្សអន្តពាលបានបញ្ជាឲ្យគេចាប់បុត្រទាំងឡាយម្ដងទៀតតាមពាក្យរបស់ព្រាហ្មណ៍នោះគ្រានោះខណ្ឌដាហាលគិតថាព្រះរាជានេះមានហឫទ័យទន់ជ្រេណាស់ម្ដងឲ្យគេចាប់ម្ដងឲ្យគេលែងមកតែទ្រង់ឲ្យគេលែងបុត្រដោយពាក្យរបស់ទារកទាំងឡាយម្ដងទៀតពុំខានអញនឹងនាំទ្រង់ទៅកាន់រណ្ដៅយ៉ាញ់តែម្ដងព្រាហ្មណ៍ក៏យាងព្រះរាជាដោយនិយាយថាបបិទ្ធព្រះករុណាថ្លៃវិសេសយ៉ាញ់ទូលបង្គំបានចាត់ចែងរៀបចំដើម្បីព្រះអង្គដោយរតនៈទាំងពួងហើយបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គយាងចេញទៅព្រះអង្គនឹងទៅរីករាយក្នុងឋានសួគ៌គ្រានោះពេលដែលយកព្រះពោធិសត្វទៅកាន់រណ្ដៅយ៉ាញ់ស្នំទាំងឡាយចំនួន700នាក់នៅក្មេងៗដែលជាភរិយារបស់ចន្ទកុមាររំសាយគេសាទួញយំដើរទៅតាមផ្លូវជាមួយចំណែកពួកស្ត្រីឯទៀតក៏ចេញទៅដោយសេចក្តីសោកស្ដាយរំសាយគេសាទួញយំដើរទៅតាមផ្លូវដែរមើលទៅដូចជាទេវតាចោមរោមទេវបុត្រដែលរៀបចំជាយុទ្ធក្នុងនន្តវ័នឧទ្យានដូច្នោះស្ត្រីទាំងឡាយនោះទួញពីលៀបដូចនេះថាចន្ទកុមារនិងសូរិយកុមារស្លៀកដណ្ដប់សម្ពុតដ៏ស្អាតដែលកើតក្នុងដែនកាសីជាអ្នកត្រត្រង់កណ្ដុរមួយលេខយកបញ្ជាក់ប្រដាប់សម្រាប់ពាក់ត្រចៀកមានទំហូរជាដើមលាបស្រឡាបដោយកំញានពីរលេខយកបញ្ជាក់គឺជាឈ្មោះនៃដើមឈើក្រអូបនិងក្លឹមច័ន្ទត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យ៉ាញ់នៃព្រះបាទឯករាជ្យចន្ទកុមារនិងសូរិយកុមារជាអ្នកស្លៀកសម្ពុតដ៏ស្អាតដែលកើតក្នុងដែនកាសីត្រត្រង់កណ្ដុរលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទធ្វើសេចក្តីសោកក្នុងហឫទ័យនៃមាតាត្រូវគេនាំយកទៅចន្ទកុមារនិងសូរិយកុមារជាអ្នកស្លៀកសម្ពុតដ៏ស្អាតដែលកើតក្នុងដែនកាសីត្រត្រង់កណ្ដុរលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទធ្វើសេចក្តីសោកក្នុងហឫទ័យនៃជនទាំងឡាយត្រូវគេនាំយកទៅចន្ទកុមារនិងសូរិយកុមារដែលជាអ្នកសោយសាច់ដ៏មានរសឆ្ងាញ់ជាអ្នកខ្មាន់ប្រកេះធ្ងួតទឹកស្អាតហើយត្រត្រង់កណ្ដុរលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់នៃការបូជាយញ្ញនៃព្រះបាទឯករាជ្យចន្ទកុមារនិងសូរិយកុមារជាអ្នកសោយនៅសាច់ដ៏មានរសឆ្ងាញ់ជាអ្នកដែលខ្មាន់ប្រកេះធ្ងួតទឹកស្អាតហើយត្រត្រង់កណ្ដុរលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទធ្វើសេចក្តីសោកក្នុងហឫទ័យនៃមាតាត្រូវគេនាំយកទៅចន្ទកុមារនិងសូរិយកុមារជាអ្នកសោយសាច់ដ៏មានរសឆ្ងាញ់ជាអ្នកដែលខ្មាន់ប្រកែធ្ងូទឹកហើយត្រង់កណ្ដុរលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទធ្វើសេចក្តីសោកក្នុងហឫទ័យនៃជនត្រូវគេនាំយកទៅកាលពីមុនពួកពលដំរីតែងតែហែមហោមចន្ទកុមារនិងសូរិយកុមារណាដែលគង់លើខ្នងដំរីដ៏ប្រសើរថ្ងៃនេះចន្ទកុមារនិងសូរិយកុមារទាំងពីរព្រះអង្គនោះយាងទៅដោយព្រះបាទទាទទេកាលពីមុន
ពួកពលសេះតែងហែមហមច័ន្ទកុមារនិងសូរិយកុមារដែលគង់លើខ្នងសេះដ៏ប្រសើរថ្ងៃនេះច័ន្ទកុមារនិងសូរិយកុមារទាំងពីរព្រះអង្គនោះយាងទៅដោយព្រះបាទទាទទេកាលពីមុនពួកពលរដ្ឋតែងតែហែមហមច័ន្ទកុមារនិងសូរិយកុមារណាដែលគង់ក្នុងកណ្ដាលរថដ៏ប្រសើរថ្ងៃនេះច័ន្ទកុមារនិងសូរិយកុមារទាំងពីរព្រះអង្គនោះយាងទៅដោយព្រះបាទទាទទេកាលពីមុនច័ន្ទកុមារនិងសូរិយកុមារណាស្ដេចទៅដោយព្រះទីនាំងអស្ដរដែលតាក់តែងដោយគ្រឿងមាសថ្ងៃនេះច័ន្ទកុមារនិងសូរិយកុមារទាំងពីរព្រះអង្គនោះយាងទៅដោយព្រះបាទទាទទេកាលបើស្រីស្នំទាំងឡាយនោះកំពុងតែខ្សឹបខ្សួលយ៉ាងនេះពួករាជបរោះបាននាំព្រះពោធិសត្វចេញអំពីនគរអ្នកនគរទាំងមូលក៏នាំគ្នាផ្អើលឈូឆរចេញទៅតាមយ៉ាងកកកុញធ្វើឲ្យច្រកទ្វារនៃនគរទាំងឡាយកកស្ទះណែនណាន់តាន់តាប់គ្មានសចន្លោះបន្តិចបន្តួចឡើយខណ្ឌដាហាលព្រាមកាលបើឃើញមនុស្សជាច្រើនបានបញ្ជាឲ្យគេបិទទ្វារនគរទាំងអស់ដោយនឹកថាតើនរណាដឹងថាមានអ្វីកើតឡើងឯមហាជនការចេញទៅមិនរួចក៏នាំគ្នាស្រែកទ្រហោយំខ្លាំងនៅខាងក្នុងទ្វារក្បែរឧទ្យាននោះឯងសំបីហ្វូងបាក់សីក៏ផ្អើលស្ទុះហៅទៅកាន់អាកាសដោយសារតែសម្រែកនោះដែរមហាជននាំគ្នាទួញយំស្រែកប្រាប់នៅសត្វស្លាបទាំងឡាយនោះថាមនាលបាក់សីបើអ្នកចង់ស៊ីសាច់ចូលអ្នកហៅទៅតាមទិសខាងកើតនៃក្រុងពភវតីចោះព្រោះព្រះបាទឯករាជ្យភ័ណ្ឌភាំងស្មារតីទ្រង់យករាជបុត្រ4ព្រះរាជកញ្ញា4ព្រះមហេសី4កេហបតី4ដំរី4សេះ4គោអូសភៈ4និងសត្វមួយមុខ4បូជាយញ្ញក្នុងទីនោះមហាជនខ្សឹបខ្សួលក្នុងទីនោះយ៉ាងនេះហើយបានទៅលំនៅឋានរបស់ព្រះពោធិសត្វក៏ធ្វើប្រតិសិនប្រាសាទកាលបើឃើញនៅកដាគាឧទ្យានជាដើមខាងក្នុងបរិយគេបានខ្សឹបខ្សួលយ៉ាងនេះថាប្រាសាទផ្ទះកម្ពុជានេះជាវិការៈនៃមាសដែលដាស់ដោយផ្កាកំរងឧទ្យានត្រីអសោកត្រីកនិកាត្រីច្រនាងត្រីស្វាយនេះមានផ្ការីកសពកាលជាទីរីករាយស្រះបោក្រណីនេះដែលដាស់ពោពេញដោយផ្កាឈូកសឈូកក្រហមទាំងទូកដែលរចនាដោយមាសវិចិត្រដោយផ្កាភ្ញីវល្លិជាទីរីករាយនៃចិត្តដ៏ក្រៃលែងឥឡូវនេះព្រះអាយបុត្រទាំង4របស់ព្រះអង្គនោះត្រូវគេនាំចេញទៅសម្លាប់កាលពីលៀបក្នុងហេតុប៉ុណ្ណេះហើយពួកគេនាំគ្នាចូលទៅរោងដំរីជាដើមហើយពីលៀបទៀតថាដំរីរត់នេះជាដំរីឈ្មោះអេករវ័នមានកម្លាំងមានភ្លុកសេះរត់នេះជាសេះមានក្រចកមួយមានសន្ទុះរហ័សរត់សេះនេះមានសូរសាប់ដោយសម្លេងនៃស្រូវសាលីជារត់ដ៏ស្អាតវិចិត្រដោយរតនវត្ថុជាលំអរបស់ពួកព្រះអាយបុត្រដូចជាពួកទេវតាក្នុងនន្តវ័នម្ដេចក៏ព្រះរាជាភ័ន្តច្រឡំចំពោះការបូជាយញ្ញដោយព្រះរាជបុត្រទាំង4អង្គព្រះរាជកញ្ញាទាំង4អង្គព្រះមហេសីទាំង4អង្គនិងកហបតី4នាក់ដែលពួកគេមានសម្បុរលឿងមានជាតិស្មើជាបុគ្គលស្អាតស្អំឥតមានទោសមានខ្លួនលៀបដោយក្លឹមច័ន្ទយ៉ាងនេះស្រុកនិងនិគមទាំងឡាយសូន្យគ្មានមនុស្សคล้ายទៅជាព្រៃធំយ៉ាងណាមិញកាលបើច័ន្ទកុមារនិងសូរិយកុមារត្រូវព្រះរាជាយកទៅបូជាយញ្ញហើយក្រុងពភវតីក៏នឹងស្ងាត់សូន្យឈឹងយ៉ាងនោះដែរគ្រានោះមហាជនដែលចេញទៅខាងក្រៅមិនបានក៏បានដើរយំខ្សឹកខ្សួលនៅតែខាងក្នុងនគរប៉ុណ្ណោះចំណែកព្រះពោធិសត្វត្រូវគេនាំទៅកាន់រណ្ដៅយញ្ញគ្រានោះព្រះមេដារបស់ព្រះពោធិសត្វព្រះនាមកោតមិទេវីទ្រង់ព្រះកន្សែងសោយសោកបំរាស់ននាលទាព្រះបាទមូលរបស់ព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គប្រទាននៅជីវិតដល់បុត្រទាំងឡាយនៃខ្ញុំម្ចាស់ផងក្រាបទូលហើយព្រះនាងបានពលាបថាខ្ញុំម្ចាស់នឹងឈួតសាបសូន្យចាសេចក្តីចម្រើនប្រឡាក់ប្រឡោះដោយអាចដីពុំខានបើព្រះអង្គឲ្យគេសម្លាប់ច័ន្ទកុមារនិងសូរិយកុមារនោះបបិទ្ធព្រះសម្មាទិទេពជីវិតរបស់ខ្ញុំម្ចាស់នឹងខ្សឹងខ្សៃចាក់ជាពុំខានឡើយទោះបីព្រះនាងខ្សឹបខ្សួលយ៉ាងណាក៏ដោយក៏ព្រះនាងពុំបានសម្ដីអ្វីមួយម៉ាត់អំពីព្រះរាជាដែរព្រះនាងមានសុវណ្ណន័យថាបុត្ររបស់ខ្ញុំម្ចាស់នឹងក្រោធចំពោះព្រះអង្គនៅពេលបានទៅហើយ
មិនដេចឡើយក៏ព្រះអង្គឲ្យគេត្រឡប់វិញហើយព្រះនាងក៏ឲ្យភរិយាទាំង4របស់ចន្ទកុមាររួយខ្សឹបសួរថាស្ត្រីទាំងឡាយនេះគឺនាងខដិកានាងឧបរិក្ខីនាងបោខារណីនិងនាងគាយិកាជាអ្នកពោលពាក្យគួរជាទីស្រឡាញ់ទៅរកគ្នានឹងគ្នាម្ដេចក៏មិនរំឲ្យចន្ទកុមារនិងសូរិយកុមារសប្បាយរីករាយព្រោះស្ត្រីដតីណាមួយស្មើដោយស្ត្រីទាំងនោះមិនមានទេលោកខ្សឹបស៊ុលជាមួយនឹងសូនេសាដូច្នេះហើយការផ្លឹកនឹកអ្វីមិនឃើញក៏បានជេរខណ្ឌហាលព្រាមថាយើងមានហឫទ័យសោកស្ដាយចន្ទកុមារនិងសូរិយកុមារដែលត្រូវគេនាំសម្លាប់ណាស់ណែខណ្ឌហាលព្រាមចូលម្ដាយនិងប្រពន្ធអ្នកឯងទទួលយកសេចក្តីសោកក្នុងហឫទ័យនៃយើងនេះចោះអ្នកឯងសម្លាប់ពួកកុមារដែលអង្គអាចដូចជាសីហៈជាអ្នកមិនប្រទោសដែលសត្វលោកទាំងអស់អាឡោះអាល័យណែខណ្ឌហាលព្រាមសូមឲ្យម្ដាយនិងប្រពន្ធអ្នកឯងកុំបានឃើញកូនទាំងឡាយផងប្តីផងសោះឡើយចន្ទកុមារពោធិសត្វសូមបីឋិតនៅក្នុងរណ្ដៅក៏អង្វរព្រះបិតាថាបបិទ្ធព្រះសម្មាទិទេពព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយសូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយឲ្យជាទាស័ក្តិនៃខណ្ឌហាលព្រាមវិញចោះសូមឲ្យខ្ញុំព្រះអង្គទាំងឡាយជាអ្នកជាប់ចំណងហើយខ្វៀលដំរីនឹងសេះចោលអាចដំរីអាចសេះពុំនៅសោតទូលបង្គំទាំងឡាយបើព្រះអង្គបំបោះបំបងចេញចាកដែនក៏ព្រមដែរបបិទ្ធព្រះសម្មាទិទេពនារីពួកខ្លះសូមបីជាស្ត្រីកំសត់នៅតែចង់បានកូនហើយបន់ស្រន់ទេវតាស៊ូទ្រាំចាញ់គោនៅតែមិនបានកូនទាំងឡាយក៏មាននារីពួកខ្លះធ្វើពាក្យប្រកបដោយសេចក្តីប៉ុនប៉ងថាកូនទាំងឡាយរបស់យើងចូលកើតបន្ទាប់ពីនោះចៅទាំងឡាយចូលកើតទៀតបបិទ្ធព្រះសម្មាទិទេពកើតបើដូច្នេះហេតុអ្វីក៏ព្រះអង្គសម្លាប់ទូលបង្គំទាំងឡាយដើម្បីបូជាយញ្ញដោយមិនមានហេតុផលយ៉ាងនេះសោះពួកស្ត្រីតែងបានកូនដោយការបន់ស្រន់បបិទ្ធព្រះរាជបិតាព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយព្រះអង្គកុំបូជាយញ្ញនេះដោយបុត្រទាំងឡាយដែលបានដោយលំបាកហើយពួកស្ត្រីដែលបានកូនដោយការបន់ស្រន់បបិទ្ធព្រះរាជបិតាព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយសូមព្រះអង្គកុំញ៉ាំងទូលបង្គំទាំងឡាយឲ្យប្រោះប្រាចាកបៀតានិងបុត្រទាំងឡាយដែលបានដោយលំបាកឡើយបើទុកណាជាពោយ៉ាងនេះហើយចន្ទកុមារនោះពុំបានអ្វីអំពីសំណាក់របស់ព្រះបិតាសោះក៏ក្រាបចុះទាព្រះបាទមូលនៃព្រះមេដាពោលខ្សឹបខ្សួលដូចនេះទៀតថាបបិទ្ធព្រះមេដាព្រះអង្គបានបង្កើតបុត្រគឺទូលបង្គំមកមានទុកព្រួយច្រើនណាស់ព្រោះតែការចិញ្ចឹមទូលបង្គំជាបុត្រសូមក្រាបថ្វាយបង្គំព្រះបាទទានៃព្រះមេដាសូមឲ្យព្រះរាជបិតាបានទៅបរលោកដែលបរិបូរដោយសម្បត្តិចោះបបិទ្ធព្រះមេដាណាស់ហើយចោះសូមព្រះមេដាឲ្យគៀកទូលបង្គំហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទទាព្រះមេដាឥឡូវនេះទូលបង្គំមានតែញ៉ាំងសេចក្តីសោកក្នុងហឫទ័យនៃព្រះមេដាផងនៃជនទាំងឡាយផងឲ្យកើតឡើងព្រោះការទៅកាន់ទីប្រត់ប្រាស់ដ៏ឆ្ងាយគ្មានពេលត្រឡប់វិញដើម្បីប្រយោជន៍ដល់យ៉ាញ់របស់ព្រះបិតាគ្រានោះព្រះមេដារបស់ចន្ទកុមារខ្សឹបខ្សួរថាមនាលកោតមីបុត្រណាស់ហើយចោះបើឯងចូលបួងមូលីដោយស្លឹកឈូកចូលប្រដាប់ផ្កាកម្រងដែលលេដោយត្របកផ្កាចម្ប៉ានេះជាទម្លាប់របស់បាហកបាឯងធ្លាប់លៀបស្រឡាប់ដោយក្លឹមច័ន្ទក្លឹមទាំងឡាយណារមែងល្អរឿងក្នុងរាជបរិស័ទនេះជាគ្រឿងលៀបរបស់បាចូលបាលៀបវាចុងក្រោយចោះហកបាឯងធ្លាប់ស្លៀកដណ្ដប់សម្ពុតទាំងឡាយដែលមានសាច់ទុនល្អរឿងក្នុងរាជបរិស័ទនេះជាសម្ពុតមានសាច់ទុនចូលបាស្លៀកសម្ពុតដែលកើតក្នុងដែនកាសីនេះលើកចុងក្រោយចោះបាឯងធ្លាប់ល្អរឿងដោយហដ្ឋាភរណៈណាក្នុងរាជបរិស័ទចូលបាពាក់នៅហដ្ឋាភរណៈដែលវិចិត្រដោយកែវមុខក្តារកែមនីនិងមាននេះចោះអគ្គមហេសីព្រះនាមចន្ទៈទេវីបានក្រាបចូលក្បែរព្រះបាទទារបស់ព្រះបាទឯករាជ្យហើយខ្សឹបសួរថាព្រះបាទឯករាជ្យនេះជាអ្នករក្សាដែនជាម្ចាស់ផែនដីជាអ្នកទទួលមរតករបស់អ្នកជនបទជាឥស្សរៈលេលោកទ្រង់ជាធំតែមិនបានញ៉ាំងសេចក្តីស្នេហា
ឲ្យកើតមានក្នុងព្រះរាជបុត្រដោយពិតសោះលើដូច្នោះព្រះបាទឯករាជ្យត្រាថាបុត្រទាំងឡាយជាទីស្រឡាញ់របស់យើងម្យ៉ាងទៀតនាងក្តីមហេសីទាំងឡាយឯទៀតក្តីក៏សុទ្ធតែជាទីស្រឡាញ់របស់យើងដែរប៉ុន្តែយើងចង់បានឋានសួគ៌ទេតាបានជាយើងឲ្យគេសម្លាប់ដោយហេតុនោះកុំព្រួយបារម្ភអ្វីឡើយពួកគេទាំងអស់នឹងទៅទេវលោកជាមួយនឹងយើងពុំខានចន្ទាទេវីថាបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់មុនចោះកុំឲ្យសេចក្តីទុក្ខកំទេចហឫទ័យខ្ញុំម្ចាស់ឡើយបបិទ្ធព្រះសម្មាទិទេពបុត្ររបស់ខ្ញុំព្រះអង្គជាអ្នកមានគ្រឿងអលង្ការប្រដាប់ហើយជាបុត្រល្អល្អះជាសុខមាលជាតិបបិទ្ធព្រះអង្គជាម្ចាស់គឺណាស់ហើយចោះសូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់ចោះខ្ញុំម្ចាស់ជាស្ត្រីមានសេចក្តីសោកដូចគ្នានឹងចន្ទៈកុមារសូមព្រះអង្គធ្វើបុណ្យឲ្យបរិបូរណ៍ចោះយើងទាំងពីរនាក់នឹងត្រាច់ទៅក្នុងបរិលោកមុនព្រះបាទឯការីថាម្នានាងចន្ទាមានភ្នែកវិសេសវិសាលនាងកុំព្រះកន្សែងឡើយជនទាំងឡាយជាបងប្អូនខាងប្តីរបស់នាងដ៏ចម្រើនជនទាំងនោះនឹងញ៉ាំងនាងឲ្យត្រេកអរព្រោះគោតមិបុត្រត្រូវគេបូជាយញ្ញកាលបើព្រះបាទឯការីទ្រង់ត្រាស់យ៉ាងនេះព្រះនាងចន្ទាទេវីយកបាតដៃទាំងគូទះទ្រង់ខ្លួនឯងឲ្យពីលៀបថាការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយអញនឹងផឹកថ្នាំពឹសឲ្យស្លាប់ព្រោះថាជនទាំងឡាយជាញាតិមិត្តជាសម្លាញ់របស់ព្រះរាជានេះមិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះអង្គថាសូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រទាំងឡាយដែលកើតអំពីព្រះឱរាដូច្នេះឡើយជនទាំងឡាយជាញាតិមិត្តជាសម្លាញ់របស់ព្រះរាជានេះមិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះអង្គថាសូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រដែលកើតអំពីព្រះអង្គដូច្នេះឡើយបុត្ររបស់ខ្ញុំម្ចាស់ទាំងឡាយនេះពាក់កម្រងផ្កាត្រត្រង់គ្រឿងប្រដាប់ជាវិការៈនិញមាសសូមព្រះរាជាបូជាយញ្ញដោយរាជបុត្រទាំងឡាយនេះចោះប៉ុន្តែសូមព្រះអង្គលែងគោតមិបុត្របបិទ្ធមហារាជសូមព្រះអង្គកាប់ខ្ញុំម្ចាស់100កំណាត់ហើយបូជាយញ្ញគ្រប់ទាំង7កន្លែងចោះសូមព្រះអង្គកុំសម្លាប់បុត្រច្បងដែលជាអ្នកអង្គអាចដូចជាសីហៈជាអ្នកមិនប្រទោសឡើយបបិទ្ធមហារាជសូមព្រះអង្គចិញ្ច្រាំខ្ញុំម្ចាស់100កំណាត់ហើយបូជាយញ្ញគ្រប់ទាំង7កន្លែងចោះសូមព្រះអង្គកុំសម្លាប់បុត្រច្បងដែលសត្វលោកទាំងអស់អាឡោះអាល័យឡើយគ្រានោះព្រះបាទឯការាជ្យត្រាថាគ្រឿងអភិរណៈជាគ្រឿងកែមុខក្តារកែមณีកែពីទូដែលជាវត្ថុប្រសើរនិងមិនប្រសើរយើងបានឲ្យហើយដល់នាងក្នុងរឿងដែលនាងនិយាយល្អនេះជាអំណោយចុងក្រោយចូលមានដល់នាងចោះព្រះនាងចន្ទាទេវីឮដូច្នោះក៏បាននិយាយពីលៀបដោយពាក្យផ្សេងថាកាលពីដើមព្រះរាជបុត្រទាំងឡាយមានកម្រងផ្កាសំពងមានកម្រងផ្កាដ៏វិចិត្រពាក់លើកថ្ងៃនេះព្រះរាជបុត្រទាំងនោះត្រឡប់ទៅជាមានដាវដ៏មុតនឹងធ្លាក់លើកទៅវិញមិនយូរប៉ុន្មានទេដាវមកតែនឹងធ្លាក់លើកនៃរាជបុត្រទាំងឡាយពុំខានហឫទ័យរបស់ខ្ញុំម្ចាស់មិនអាចបែកធ្លាយឯណាបានព្រោះចំណងយ៉ាងមាំនេះមានដល់ខ្ញុំម្ចាស់ហើយមនាលចន្ទៈកុមារនិងសូរិយៈកុមារអ្នកទាំងឡាយជាអ្នកត្រត្រង់សម្ពុតសាច់ដ៏ល្អដែលផលិតក្នុងដែនកាសីត្រត្រង់កណ្ដុលលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទចូលបត់ចេញទៅដើម្បីយ៉ាញ់នៃព្រះបាទឯការាជ្យចោះទុកឲ្យព្រះរាជមេដានិងមហាជនសោកស្ដាយមនាលចន្ទៈកុមារនិងសូរិយៈកុមារអ្នកទាំងឡាយជាអ្នកសោយភោជនដែលលាយដោយសាច់មានរសឆ្ងាញ់ជាអ្នកដែលគេផ្ងួតល្អហើយត្រត្រង់កណ្ដុលលាបស្រឡាបដោយកំញាននិងក្លឹមច័ន្ទចូលបត់ចេញទៅដើម្បីយ៉ាញ់របស់ព្រះបាទឯការាជ្យចោះទុកឲ្យព្រះមេដានិងមហាជនសោកស្ដាយការព្រះនាងកំពុងតែខ្សឹបខ្សួរយ៉ាងនេះការងារទាំងពួងក្នុងរណ្ដៅយ៉ាញ់បានចប់សពគ្រប់រាជបរិសទាំងឡាយក៏នាំរាជបុត្រទៅអង្គុយអោនកនៅមាត់រណ្ដៅខណ្ឌដាហាលព្រាមបង្អោនថាសមាសទៅរួចទានប្រខណ្ឌឈរក្នុងគោលបំណងថាអញនឹងកាន់ក្បាលចន្ទៈកុមារឃើញដូច្នោះព្រះនាងចន្ទាទេវីក៏ថាអញពុំមានទីពឹងដទៃទេអញនឹងធ្វើឲ្យនៅសុវត្ថិភាពដល់ព្រះភស្តាដោយកម្លាំងសច្ចៈរបស់ខ្លួនរួចព្រះនាងផ្គងអញ្ជលីដើរក្នុងចន្លោះបរិស័ទបានធ្វើសច្ចៈកិរិយាប្រកាសថា
ខណ្ឌដាហាលព្រាមជាមនុស្សយល់ខុសធ្វើបាបកម្មដោយពាក្យសច្ចៈណាខ្ញុំម្ចាស់ព្រមព្រៀងនឹងព្រះផស្តាតាមពាក្យសច្ចៈនោះពួកអមនុស្សពួកទេវតាសូមសត្វកើតហើយនិងសត្វដែលត្រូវកើតមានក្នុងទីនេះចូលធ្វើសេចក្តីខ្វល់ខ្វាយដល់ខ្ញុំសូមព្រមព្រៀងនឹងព្រះផស្តាពួកទេវតាពួកសត្វកើតហើយនិងសត្វដែលត្រូវកើតទាំងអស់ដែលមកក្នុងទីនេះសូមអ្នកទាំងឡាយរក្សាខ្ញុំដែលជាមនុស្សអនាថាស្វែងរកទីពឹងខ្ញុំសូមអង្វរព្រះផស្តាដែលពួកបាចាមិត្តផ្ចាញ់មិនបានចំពោះលោកទាំងឡាយគ្រានោះសកទេវរាជឮសំឡេងខ្សឹបខ្សួររបស់ព្រះនាងទ្រង់ក៏ជ្រាបស្ថានភាពនោះទ្រង់បានចាប់ដំបងដែកដល់ភ្លឺច្រាលរន្ទាលហោះឈានទៅក្រវីបំភ័យព្រះរាជាសម្លុតឲ្យទ្រង់ដោះលែងសពសត្វទាំងអស់ដោយត្រាស់ដូច្នេះថាណែស្ដេចកាលកិនីព្រះអង្គចូលដឹងចោះកុំឲ្យខ្ញុំសំពងក្បាលព្រះអង្គឡើយព្រះអង្គកុំសម្លាប់បត់ច្បងជាអ្នកអង្គអាចដូចជាសីហៈជាអ្នកមិនប្រទោសណែស្ដេចកាលកិនីព្រះអង្គធ្លាប់ឃើញអ្នកណាដែលសម្លាប់បុត្រមហេសីនិងសេដ្ឋីកហបតីជាអ្នកមិនប្រទោសព្រោះប្រាថ្នាឋានសួគ៌ដែរឬទេខណ្ឌដាហាលព្រាមបានលើពាក្យនោះទាំងព្រះរាជាក៏ឃើញសកទេវរាជដែលព្រះអង្គមិនធ្លាប់ឃើញសោះទើបឲ្យគេស្រាយចំណងពីជនទាំងពួងដូចជាមិនមានសេចក្តីបៀតបៀនកើតឡើងអញ្ចឹងកាលបើពួកជនទាំងអស់រួចពីចំណងហើយក្នុងការនោះពួកជនដែលមកប្រជុំគ្នាក្នុងកន្លែងនោះក៏នាំគ្នាកាន់ដីមួយដុំម្នាក់គោបសំដៅទៅខណ្ឌដាហាលព្រាមបណ្ដាលឲ្យគាត់ស្លាប់នៅក្នុងទីនោះឯងលុះសម្លាប់ខណ្ឌដាហាលព្រាមនោះហើយមហាជនប្រារព្ធសម្លាប់ព្រះរាជាថែមទៀតចន្ទកុមារពោធិសត្វក៏ស្ទុះទៅឲ្យព្រះបិតាជាប់មិនឲ្យមហាជនសម្លាប់បានយើងឲ្យជីវិតដល់ស្ដេចលាមកនោះបានប៉ុន្តែយើងមិនឲ្យស្វេតឆ័ត្រនឹងការរស់នៅក្នុងនគរដល់ស្ដេចលាមកនោះទេយើងនឹងចាត់ស្ដេចលាមកនោះជាចន្ទៀលហើយឲ្យទៅនៅខាងក្រៅនគរថាដូច្នេះហើយមហាជនបានដោះគ្រឿងសម្គាល់ថាជាស្ដេចចេញឲ្យស្លៀកសម្ពុតការសាវករុំឈ្នួតក្បាលដោយក្រណាត់កញ្ចាស់ប្រកាសទម្លាក់ទៅជាជនចន្ទៀលហើយបញ្ជូនទ្រង់ឲ្យទៅការដំណើររបស់ពួកចន្ទៀលជនទាំងឡាយណាដែលបូជាយ៉ាញ់បាសុឃាតនោះផងឲ្យគេបូជាផងអនុមោទនាផងជនទាំងអស់នោះឈ្មោះថាធ្វើបាបកម្មមាននរកនៅរងចាំខាងមុខស្លាប់ហើយទៅកាន់នរកចំណែកពួកជនមិនធ្វើបាបកម្មស្លាប់អំពីលោកនេះទៅបាននៅសុគតិយ៉ាងត្រចះត្រចង់កាលមហាជននោះរួចអំពីចំណងនឹងបានកម្ចាត់មនុស្សកាលកិនីពីរនាក់ចេញរួចហើយពួករាជបរោះរាជកញ្ញាទេវបរោះទេវកញ្ញាបាននាំគ្នាមកធ្វើនៅសក្ការៈអភិសេកទុកក្នុងទីនោះហើយប្រជុំគ្នាអភិសេកចន្ទកុមារឲ្យជាស្ដេចឡើងគ្រងរាជ្យកាលបើពួកជនទាំងអស់បានរួចពីបំណងក្នុងការនោះពួករាជបរិស័ទពួករាជកញ្ញាពួកទេវបរោះពួកទេវកញ្ញាដែលមកជួបជុំគ្នាក្នុងទីនោះក៏មកប្រជុំគ្នាលើកទង់សម្ពុតពួកជនជាច្រើនត្រេកអររីករាយប៉ាវកងទូកអនន្តភារីក្នុងកាលដែលចន្ទកុមារចូលទៅក្នុងនគរពួកជនបានប្រកាសរួចចាកចំណងរបស់ពួកសត្វស្ដេចចន្ទកុមារបានឲ្យគេចាត់ចែងការទៅនៅបម្រុងដល់ឪពុកប៉ុន្តែឪពុករបស់ព្រះអង្គមិនត្រូវបានទទួលការអនុញ្ញាតឲ្យចូលទៅនៅក្នុងនគរបានទេក្នុងការស្បៀងគាត់អស់ចន្ទកុមារព្រះរាជាតែងយាងទៅប្រពៀតឧទ្យានទ្រង់ឈៀងចូលទៅសាកសួរសុខទុក្ខឪពុកហេតុតែទ្រង់គិតថាទ្រង់ជាធំជាស្ដេចដូច្នេះទ្រង់មិនថ្វាយបង្គំគាត់ទេប៉ុន្តែទ្រង់លើកដៃជម្រាបសួរញញឹមរួសរាយរាក់ទាក់មានព្រះរាជអង្ការថាសូមលោកឪពុកមានអាយុយឺនយូររួចទ្រង់សួរអំពីសេចក្តីត្រូវការកាលឪពុករបស់ព្រះអង្គប្រាប់អំពីសេចក្តីខ្វះខាតអ្វីណាស្ដេចចន្ទកុមារក៏ប្រើឲ្យរាជបរោះប្រទាននៅស្បៀងនោះដល់ឪពុកតាមសេចក្តីត្រូវការស្ដេចចន្ទកុមារទ្រង់សោយរាជដោយធម៌លុះដល់ទីបំផុតនៃព្រះជន្មទ្រង់បានទៅកើតនៅទេវលោកលូននាំធម្មទេសនានេះមកបរិយាយហើយព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងការឥឡូវនេះទេសូម្បីពីអតីតជាតិក៏ទេវទត្ត
បានព្យាយាមដើម្បីសម្លាប់មនុស្សជាច្រើនអ្នកដោយអាស្រ័យតថាគតតែម្នាក់អញ្ចឹងដែរហើយទ្រង់ប្រជុំជាដកដូចនេះថាខណ្ឌដាហាលព្រាមគ្រានោះបានមកជាទេវទត្តគោតមៈទេវីបានមកជាមហាមិយាចន្ទាទេវីបានមកជារាហុលមេតាវៈសុលៈបានមកជារាហុលសេលាបានមកជាឧបលវណ្ណាសូរៈបានមកជាវាមកោតាកាសបៈផតេសេនៈបានមកជាមោគលិនសូរិយកុមារបានមកជាសារិបុត្រចំណែកចន្ទៈរាជាបានមកជាអង្គអញតថាគតសម្មាសម្ពុទ្ធនឹងឯងសាធវោអស់លោកអ្នកសាទសពបរោះទាំងឡាយរឿងចន្ទៈកុមារជាដកពឹស្ដាទី7ចំដោយបរិបូរតែប៉ុណ្ណេះសូមអស់លោកអ្នកសាទសពបរោះទាំងឡាយអនុមោទនាស្ដាប់រឿងនិរតៈព្រះពោធិសត្វបំពេញឧបេក្ខាបារមីគឺជារឿងក្រោយបន្តទៀត